នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗគ្រួសារគឺជាគ្រឹះដ៏រឹងមាំបំផុតហើយនៅក្នុងចំណោមសមាជិកគ្រួសារទាំងអស់បងស្រីប្អូនស្រីគឺជាមនុស្សម្នាក់ដែលមានតួនាទីពិសេសលើសពីការពិពណ៌នាក្នុងនាមអារម្មណ៍ខ្ញុំចំពោះបងប្អូនស្រីគឺពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅមួយបងស្រីប្អូនស្រីគឺជាជីវិតរបស់ខ្ញុំពាក្យថាជីវិតក្នុងទីនេះមិនមែនគ្រាន់តែជាការរស់នៅនោះទេតែវាជាការផ្សារភ្ជាប់នៃព្រលឹងគាត់គឺជាអ្នកដែលធំដឹងក្តីជាមួយយើងដឹងរាល់រឿងរ៉ាវនៅក្នុងជីវិតនិងជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងដំណើរជីវិតរបស់យើងម្នាក់ៗពីជាប្រភពនៃសេចក្តីសុខនៅពេលដែលយើងមានទុក្ខព្រួយឬជួបបញ្ហាបងស្រីប្អូនស្រីតែងតែជាអ្នកដំបូងដែលនៅក្បែរស្នាមញញឹមការលើកទឹកចិត្តនិងការលួងលោមរបស់គាត់គឺជាឱសថដ៏ស័ក្តិសិទ្ធិដែលធ្វើឲ្យជីវិតយើងមានភាពស្រស់បំព្រងនិងមានក្តីសុខជានិច្ច3ជាមិត្តភក្តិល្អបំផុតដែលមិនអាចរកអ្វីមកប្រៀបផ្ទឹមបានមិត្តភក្តិអាចនឹងមកហើយចាក់ចេញទៅវិញប៉ុន្តែបងស្រីប្អូនស្រីគឺជាមិត្តដែលនៅក្បែរយើងជារៀងរហូតយើងអាចចែករំលែករាល់ការសម្ងាត់និយាយរឿងរ៉ាវគ្រប់យ៉ាងដោយមិនចាំបាច់លាក់បាំងហើយគាត់តែងតែយល់ពីយើងច្បាស់លាស់ជាងនរណាទាំងអស់4អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតមិនថាជាអ្នកការពារជាអ្នកទីប្រឹក្សាឬជាអ្នកកំណត់នោះទេបងស្រីប្អូនស្រីគឺជាអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការវត្តមានរបស់គាត់ធ្វើឲ្យយើងមានអារម្មណ៍ថាសុវត្ថិភាពនិងបណ្ណការសរុបសេចក្តីខ្ញុំស្រឡាញ់បងស្រីប្អូនស្រីរបស់ខ្ញុំណាស់ពាក្យសម្ដីដ៏សាមញ្ញមួយនេះប៉ុន្តែវាបង្កប់ទៅដោយអត្ថន័យដ៏មហិមាប្រសិនបើអ្នកមានបងស្រីប្អូនស្រីចូលចំណាយផ្ញើសារឬប្រាប់គាត់ថាអ្នកស្រឡាញ់គាត់ប៉ុណ្ណាព្រោះគាត់គឺជាកាដូដ៏មានតម្លៃបំផុតដែលជីវិតបានផ្ដល់ឲ្យអ្នក